ក្រសួងការងារបន្តនាំយកឱកាសការងារក្នុងស្រុក1300កន្លែងដល់ប្រជាពលរដ្ឋនិងអតីតពលករនៅក្នុងស្រុកត្រពាំងប្រាសាទវឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបន្តពង្រឹងការផ្សព្វផ្សាយឱកាសការងារក្នុងស្រុកតាមរយៈការរៀបចំវេទិកាការងារសន្តិសុខសង្គមនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅបរិវេណសាលាឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យនេះព្រឹកថ្ងៃសុក្រទី7ខែសីហាឆ្នាំ2026ដោយនាំយកឱកាសការងារចំនួន1300កន្លែងពីគ្រឹះស្ថានក្រុមហ៊ុននិងរោងចក្រធំៗមកផ្ដល់ជូនប្រជាពលរដ្ឋអតីតពលករត្រឡប់មកពីប្រទេសថៃនិងយុវជនជាង600នាក់ដើម្បីជំរុញការងារក្នុងស្រុកពង្រឹងការយល់ដឹងអំពីសន្តិសុខសង្គមនិងផ្សព្វផ្សាយឱកាសបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈថ្លែងក្នុងវេទិកានេះឯកឧត្តមសានកំហុងអនុរដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចាប់យកឱកាសការងារក្នុងស្រុកខណៈបច្ចុប្បន្នមានតម្រូវការកម្លាំងពលកម្មជាង90000កន្លែងនៅតាមបណ្ដាគ្រឹះស្ថានក្រុមហ៊ុននិងរោងចក្រធំៗនិងតំបន់សេដ្ឋកិច្ចពិសេសទូទាំងប្រទេសឯកឧត្តមបានគូបញ្ជាក់ថាការបម្រើការងារស្របច្បាប់ក្នុងស្រុកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពីបេឡាជាសន្តិសុខសង្គមបសសរួមមានរបរហានិភ័យការងាររបរថែទាំសុខភាពនិងរបរសោតនិវត្តន៍ដែលផ្ដល់ការគាំទ្រប្រហាក់ប្រហែលនឹងមន្ត្រីរាជការផងដែរឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យជៀសវាងការធ្វើចំណាកស្រុកខុសច្បាប់ដែលអាចប្រឈមនឹងការកេងប្រវ័ញ្ចនិងខ្វះការការពារតាមផ្លូវច្បាប់ឯកឧត្តមបានបញ្ជាក់ថាការបម្រើការងារក្នុងស្រុកមិនត្រឹមតែផ្ដល់ប្រាក់ចំណូលមានស្ថិរភាពប៉ុណ្ណោះទេប៉ុន្តែថែមទាំងអាចរស់នៅជួបជុំនិងថែទាំក្រុមគ្រួសារបានផងដែរចំពោះអ្នកដែលមានបំណងទៅបម្រើការងារនៅក្រៅប្រទេសត្រូវជ្រើសរើសក្រុមហ៊ុនដែលមានអាជ្ញាប័ណ្ណស្របច្បាប់និងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាប័ណ្ណពាក់ព័ន្ធឬទាក់ទងលេខទូរស័ព្ទ hotline 1297សម្រាប់ផ្នែកផ្គូផ្គងការងារនិងលេខ1286សម្រាប់សេវាបសសទន្ទឹមនឹងនេះឯកឧត្តមក៏បានលើកទឹកចិត្តដល់យុវជនឲ្យចូលរៀនជំនាញបច្ចេកទេសនិងវិជ្ជាជីវៈនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តឧត្តរមានជ័យតាមរយៈកម្មវិធីទូរទស្សន៍15លានដែលជាកម្មវិធីបណ្ដុះបណ្ដាលជាតិដោយឥតគិតថ្លៃនិងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែកម្មវិធីនេះផ្ដល់ការបណ្ដុះបណ្ដាលលើជំនាញជាច្រើនដូចជាជួសជុលម៉ាស៊ីនត្រជាក់អគ្គិសនីសំណង់សេវាកម្មកាហ្វេសាឡនសម្អាងការនិងជំនាញផ្សេងៗទៀតព្រមទាំងការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន OPL ដើម្បីបង្កើនឱកាសទទួលបានការងារនិងប្រាក់ឈ្នួលសមរម្យសូមជម្រាបថាវេទិកាការងារនេះមានការចូលរួមពីសហគ្រាសក្រុមហ៊ុននិងរោងចក្រធំៗដែលបាននាំយកឱកាសការងារចំនួន1300កន្លែងមកផ្ដល់ជូនប្រជាពលរដ្ឋរួមមានរោងចក្រ Vetura, Leatherware, F4Y, CD, Icor, Taining, សៀមរាបអភិវឌ្ឍកៅស៊ូក្រុមហ៊ុន XL, Xing និងក្រុមហ៊ុន ESA Human Resources ជ្រើសរើសកម្លាំងពលកម្មទៅបម្រើការងារនៅក្រៅប្រទេសក្រៅពីការជ្រើសរើសបុគ្គលិកដោយផ្ទាល់ក្រុមហ៊ុនទាំងនេះបានផ្ដល់ព័ត៌មានសេវាផ្គូផ្គងការងារនិងការប្រឹក្សាយោបល់ជូនអ្នកស្វែងរកការងារដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្នវឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ